อนุโมทนีเมียขบูชีในไงเป็นติเตียยังหนึ่งบานให้ประติบบูชีในประจัดใดนำไปประรบในขนมไงบนเมียขบูชีปันแต่สำคัญคือสมัยเนียดโยมปุตบริษัทปรสไตรกรุบเนียแต่งเขมรแต่งแจ๊บานยลบนหนึ่งอาจำเริญtừบ้านคือโดยอาศัยกายยลกลุ่มเอาหมอให้ปฏิบนั้นtừวิ่งคือสวดดังนะแต่ให้ได้บานจิตนำให้ปฏิบให้โบเชียนั้นคือถ้าสำคัญนะการดังนั่นบางทีสัวถ้าหมอให้ปฏิบนั้นโบเชียใช่ทำไมเต๋อโบชีโบชีทาต่างๆเนี่ยมั้ยรัตนตรัยไม่ได้ทำไมนั่งพระรัตนตรัยรัตนะนั่นคือแปลថាកែវไตรนั่นแปลថា3កែវ3កែវដ៏ប្រសើរគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃចុះមិនបានមកហែថ្ងៃហ្នឹងថ្ងៃខុសពីហ្នឹងមិនក៏មិនហែឆ្លើយទៀតថាមកពីថ្ងៃហ្នឹងថ្ងៃពិសេសអីគឺជាថ្ងៃមេកបោថ្ងៃអីថាទាំងអស់គ្នាមើលថាទាំងអស់គ្នាមើលមិនក៏អ្នកខ្លះអត់ថាថ្ងៃអីថាទាំងអស់គ្នាមើលមិនតាន់អស់គ្នាទេនឹងមេកបោជាមិនគុំហៅថាវិសាខបូជាថាមកពីខែនេះខែមេកហ្នឹងហើយបានជាហៅថាមេកបោជាចេះនៅហ្នឹងហើយវាមានថ្ងៃពិសេសប្រពរឿងអីណាសំខាន់ដ៏ធំគឺជាថ្ងៃព្រះអង្គប្រជុំសាវករបស់ព្រះអង្គនៅក្នុងចេញភាសាលើកទី1ដែលក្នុងការនោះមានព្រះអរហន្តដ៏បរិសុទ្ធ1250អង្គហើយអត់បាននិមន្តអត់បានឲ្យសបុតអត់បានណាត់គ្នាទេហើយមកសិតតែមកតាមអាកាសទេស្រាប់តែមកជុំគ្នានៅវត្តវេលវ័នកលន្តកនិវេបស្សដ្ឋានហើយព្រះអង្គក៏សម្ដែងនៅអវាទបាតិមោក្ខថាទាំងអស់គ្នាអវាទបាតិមោក្ខនឹងមានពាក្យជាដើមថាចាំថាទាំងអស់គ្នាយកបនិស័យណាក្រែងលោផ្្លាត់ភ្លាំងអីទៅបានជាសាវកទៅស្ដាប់អវាទបាតិមោក្ខរបស់ព្រះសិអាពីព្រោះខ្ញុំធ្លាប់ឮតាំងវិវត្តនីរតទៅម៉េះសัพពបាបស្សៈអករណੰកិរិយាមិនធ្វើនៅបាបទាំងពួងកុសលសោបសម្បទាការបំពេញនៅសេចក្តីល្អគ្រប់យ៉ាងសច្ចតៈបរិយោតបណੰកិរិយាជំរះចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់អេតាំងពុទ្ធានៈសាសនੰទាំងនេះជាពាក្យព្រានប្រដៅនៃព្រះពុទ្ធទាំងឡាយហ្នឹងពាក្យទាំងអស់ហ្នឹងកើតនៅថ្ងៃមេកបោជាហ្នឹងយល់ទេអវាទ3សំខាន់ណាស់ដែលកើតនៅថ្ងៃហ្នឹងដែលសរុបមកព្រះវិន័យបញ្ចូលនៅក្នុងពាក្យថាសัพពបាបស្សៈអករណੰណាមិនធ្វើបាបហើយប្រសូតបញ្ចូលនៅក្នុងពាក្យកុសលសោបសម្បទាគឺការបំពេញសេចក្តីល្អហើយព្រះអភិធម្មបញ្ចូលនៅក្នុងពាក្យថាសច្ចតៈបរិយោតៈបណੰការជំរះសន្តានចិត្តឲ្យជ្រះកិលេសឲ្យជ្រះបាប
ទាំងឡាយសូមអនុមោទនានឹងហើយភិក្ខុជាព្រះអរហន្តទាំង1250អង្គគង់យ៉ាងស្ងៀមស្ងាត់ទទួលនៅឱវាទទាំងអស់នឹងហើយពេលនោះហើយគឺជាការសម្ដែងលក្ខគោលព្រះពុទ្ធសាសនាដែលមានព្រះធម៌ដែលភិក្ខុសង្ឃនឹងយកទៅប្រោសប្រទានដល់ពុទ្ធបរិស័ទទាំងឡាយហែរហូតមកដល់សពថ្ងៃនឹងជាហេតុសំខាន់ខ្លីមួយប៉ុន្តែយើងត្រូវសិក្សាច្រើនទៀតហេតុសំខាន់ម្យ៉ាងទៀតថ្ងៃនេះគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់ដាក់នៅព្រះជន្មាយុសង្ខារពាក្យថាដាក់ព្រះជន្មាយុសង្ខារណាឲ្យចេះដឹងពីព្រោះបុណ្យយើងទាំងអស់គ្នាឲ្យដឹងក្មេងៗអីក៏ត្រូវដឹងដែរពីព្រោះថ្ងៃនេះមន្ត្រីរាជការអ្នកធ្វើការបុគ្គលិករដ្ឋទាំងអស់គឺត្រូវបានឈប់សម្រាកបំពេញនៅមាឃបូជាថ្មីហ្នឹងគឺថាទៅតែដាក់យ៉ាងសំខាន់ពេញថាថ្ងៃនេះគឺជាថ្ងៃបុណ្យជាតិពេញលក្ខណៈដែលមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវឈប់សម្រាកឈប់សម្រាកហ្នឹងគេមិនមែនត្រឹមតែឲ្យឈប់សម្រាកទេគឺឲ្យឈប់សម្រាកដើម្បីធ្វើបុណ្យអីមាឃបូជាយល់ទេហើយគេឲ្យឈប់ចឹងអទេហ្នឹងអទៅដើរលេងឲ្យមកធ្វើបុណ្យហ្នឹងហើយមកធ្វើបុណ្យហើយយើងមានន័យល្អណាស់យើងអត់មានមកបន់ស្រន់អត់មានមកវកអីទេគឺថាមានន័យគ្រប់គ្រាន់យើងមកធ្វើបុណ្យនេះមានអត្ថន័យគ្រប់គ្រាន់ហើយប្រតិបបូជាហ្នឹងគឺថាប្រតិបតំណាងសភាពភ្លឺថ្លាដែលយើងបូជានៅពេលយប់យើងអត់មានបូជាប្រតិបពេលថ្ងៃទេមនុស្សបូជាប្រតិបពេលថ្ងៃមានអាឡប់ថ្ងៃមើលមិនឃើញចាំបូជាណោះពេលយប់មិនក៏ត្រូវបូជាប្រតិបថាមកពីវាល្ងិតកាលណាវាល្ងិតដុតទៅវាភ្លឺណែហេតុដែលនាំឲ្យបានភ្នែកភ្លឺដោយសារធ្វើទីងងឹតឲ្យទៅជាភ្លឺព្រះអនុរុទ្ធបានជាចក្ខុទិព្វជំនាញលើភិក្ខុទាំងឡាយនៅក្នុងសាសនានេះគឺដោយសារបូជាប្រតិបជុំវិញព្រះចេតិយរបស់ព្រះសម្មាសម្ពុទ្ធកសបៈក្តីព្រះសម្មាសម្ពុទ្ធបតមុត្តរៈនោះគឺបូជាប្រតិបជុំវិញព្រះចេតិយរបស់ព្រះសម្មាសម្ពុទ្ធមើលទៅភ្លឺនរណាឃើញក៏ជ្រះថ្លានរណាឃើញក៏ជ្រះថ្លាអញ្ចឹងការបូជាប្រតិបនឹងធ្វើឲ្យខ្លួនឯងជ្រះថ្លាផងអ្នកដទៃក៏ជ្រះថ្លាធ្វើឲ្យគេភ្លឺបំភ្លឺក្នុងពេលរាត្រីកាលណាយើងឲ្យការភ្លឺដល់អ្នកដទៃយើងវាបាននៅឧបនិស្ស័យភ្លឺភ្នែកហ្នឹងមកយើងវិញដែលសូមអនុមោទនាហ្នឹងហើយជានិមិត្តរូបមួយទៀតអវិជ្ជាប្រៀបដូចជាស្បៃងងឹតនៃរាត្រីវិជ្ជាប្រៀបដូចជាប្រតិបដែលកាលណាភ្លឺឡើងតែងតែកម្ចាត់បង់នៅភាពងងឹតរបស់រាត្រីជាការឧបមាមកនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាកាលណាមិនមានប្រតិបគឺបញ្ញាមោហៈអវិជ្ជាតែងតែគ្របសង្កត់នៅជីវិតរបស់សត្វលោកយើងមិនឲ្យដឹងការពិតមិនឲ្យដឹងថាជីវិតនឹងត្រូវប្រព្រឹត្តយ៉ាងណាឲ្យវាសមទៅនឹងតម្លៃរបស់ជីវិតដែលយើងបានមកដូច្នេះដើម្បីកម្ចាត់បងនៅភាពងងឹតគឺមោហៈអវិជ្ជាត្រូវតែអុជប្រតិបគឺបញ្ញាសូមអនុមោទនាហើយជាថ្ងៃពិសេសព្រះអង្គទ្រង់សម្រេចនៅពុទ្ធកិច្ចទាំង45ព្រះវស្សាពុទ្ធកិច្ច45ព្រះវស្សាគឺជាកិច្ចការងាររបស់ព្រះពុទ្ធណាបញ្យល់ពាក្យបន្តិចយើងចេះទាំងអស់គ្នាពុទ្ធកិច្ចប្រែតែកិច្ចរបស់ព្រះពុទ្ធការងាររបស់ព្រះពុទ្ធការងាររបស់ព្រះសម្មាសម្ពុទ្ធតាំងពីត្រាស់ដឹងរហូតដល់ព្រះអង្គទ្រង់និព្វានចាកលោកនេះគឺធ្វើជាប្រចាំជារៀងរាល់ថ្ងៃមានកិច្ចការ5យ៉ាងទី1ពេលព្រឹកទ្រង់បណ្ឌបាតថាទាំងអស់គ្នាចាំទាំងអស់គ្នាពុទ្ធកិច្ច5យ៉ាងទី1ពេលព្រឹកទ្រង់បណ្ឌបាតប្រោសសត្វលោកទី2ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនាប្រោសពុទ្ធបរិស័ទព្រមទាំងភិក្ខុសង្ឃផងពេលប្រលប់ព្រះអង្គទ្រង់ប្រទាននៅឱវាទ
ចំពោះភិក្ខុសង្ឃពេលអត្រាតទ្រង់ដោះស្រាយនៅប្រស្នាដែលទេវតាមកសាកសួរចិត្តភ្លឺទ្រង់ប្រមើលមើលនៅឧបនិស្ស័យរបស់សត្វដែលគួរប្រោសបានហ្នឹងគឺពុទ្ធកិច្ចហ្នឹងទាំង5ហ្នឹងគឺថាតាំងពីត្រាស់ដឹងមករហូតមានថ្ងៃតិចណាស់ដែលព្រះអង្គមិនបានបំពេញគឺពេលព្រឹកបិណ្ឌបាតពេលរសៀលសំដែងធម៌ពេលប្រលប់ឲ្យអាវ៉ាត់ភិក្ខុសង្ឃពេលអត្រាតដល់ស្រ័យទស្សនាទេវតាចិត្តភ្លឺប្រមាលមើលឧបនិស្ស័យសត្វហ្នឹងពេលដែលព្រះអង្គត្រាស់ដឹងដំបូងមេបានទៅអារាធនាឲ្យព្រះអង្គចូលបរិនិព្វានប៉ុន្តែព្រះអង្គទ្រង់មានប្រពុតដីកាថាមនាលមាមានចិត្តបាបដរាបណាសាវករបស់តថាគតមិនតាន់ជាពហុសោតមិនតាន់បានត្រួតត្រងធัวមិនតាន់បានប្រតិបត្តិធัวមិនតាន់បានទទួលយកនៅមរតកគឺព្រះធម៌របស់តថាគតទាំងមិនតាន់ជាអ្នកចេះសម្ដែងធัวមិនតាន់ជាអ្នកឃ្លាវខ្លាមានបញ្ញាវៃឆ្លាតក្នុងការដោះស្រាយសង្កត់សង្កិននៅវាទៈដែលអ្នកដទៃចោទសួរឲ្យភ្លឺស្វាងបានពេលនោះតថាគតក៏មិនតាន់បរិនិព្វានដែរអញ្ចឹងបានថ្ងៃហ្នឹងថ្ងៃមាឃបូជានេះថ្ងៃពេញបូរមីខែមាឃនេះមេបានចូលទៅកល់ព្រះអង្គនៅពេលដែលព្រះអង្គត្រាស់បាន45ព្រះវស្សាហើយហ្នឹងរំលឹកពាក្យហ្នឹងសារឡើងវិញរំលឹកថាបបិទ្ធព្រះអង្គដ៏ចម្រើនបបិទ្ធមិនថាតាមនេះស្មាថាណាមេរំលឹកថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលមុននោះព្រះអង្គធ្លាប់មានប្រពុតដីកាថានៅពេលដែលសាវកព្រះអង្គមិនតាន់បានស្ដាប់ធម៌មិនតាន់បានទទួលធម៌មិនតាន់បានប្រតិបត្តិធម៌មិនតាន់សម្រេចធម៌មិនតាន់ចេះសម្ដែងធម៌មិនតាន់មានបញ្ញាចាស់ខ្លាក្នុងការដោះស្រាយនៅបរិបវិទ្យារបស់អ្នកដទៃបានព្រះអង្គមិនតាន់បរិនិព្វានប៉ុន្តែឥឡូវនេះសាវករបស់ព្រះអង្គនឹងរីកឡើងដូចជាផ្កាឈូកនៅក្នុងស្រះបោខរណីអញ្ចឹងអ្នកត្រួតត្រងធម៌ក៏ច្រើនអ្នកបដិបត្តិធម៌ក៏ច្រើនអ្នកចេះសម្ដែងធម៌ក៏ច្រើនសម្ដែងដោយបដិហាក៏មានហើយអាចសង្កត់សង្កិននៅវាទៈរបស់អ្នកដទៃមានគ្រប់គ្រាន់ហើយដូច្នេះសូមព្រះអង្គទ្រង់បរិនិព្វានទៅថ្ងៃហ្នឹងណាថ្ងៃណាថ្ងៃហ្នឹងថ្ងៃអីថ្ងៃមាឃពេញបូរមីខែមាឃបានព្រះដ៏មានពភាពព្រះអង្គទ្រង់ត្រួតមើលថាតើការងាររបស់តថាគតចប់ហើយនៅឃើញទេបានព្រះអង្គមើលទៅថាសាវករបស់ព្រះអង្គភិក្ខុភិក្ខុនីឧបាសកឧបាសិកាសុទ្ធតែជាអ្នកត្រួតត្រងធម៌បានច្រើនចេះសម្ដែងធម៌ប្រតិបត្តិធម៌បានរួចចាក់ផុតទុក្ខក៏ច្រើនអ្នកអាចបន្តវេនឲ្យសាសនារបស់តថាគតនឹងតទៅរាប់ពាន់ឆ្នាំទៅទៀតក៏បានហើយដូច្នេះមានន័យថាការងាររបស់តថាគតនឹងបញ្ចប់ហើយអញ្ចឹងថ្ងៃនេះគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បូកសរុបនៅការងាររបស់ព្រះអង្គថាការងាររបស់តថាគតបានចប់សពគ្រប់ដោយបរិបូរណ៍ទៅព្រះអង្គមានព្រះពុទ្ធដីកាចំពោះមេថាមនាលមាមានចិត្តបាបចូលអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះអំណះតទៅតែ4ខែទៀតតថាគតនឹងបរិនិព្វានហើយ4ខែគឺរាប់ឈ្មោះខែណាបីដកថា4ណា4ហ្នឹងរាប់ចេះមេប្រគុណចែកភាសារាប់យក4ប៉ុន្តែពេញគឺ3យល់ទេយល់ទេអីណាឥឡូវដឹងនៅថាតើយើងធ្វើបន់ថ្ងៃនេះមានហេតុផលច្បាស់លាស់ឬក៏ចេះតែធ្វើហ្នឹងហើយគឺជាថ្ងៃមានហេតុផលច្បាស់លាស់មិនមែនចេះតែធ្វើសុំសុខសុំសេរីដោយមិនគិតទៅដល់រឿងពិតនោះទេរឿងពិតយ៉ាងនេះហើយបានមិនមែនធ្វើតែនៅក្នុងប្រទេសយើងទេគ្រប់ប្រទេសទាំងអស់ឲ្យតែជាអ្នកកាន់ព្រះពុទ្ធសាសនាថ្ងៃមាឃបូជានេះគេធ្វើគ្រប់ប្រទេសទាំងអស់លើពិភពលោកនៅអាមេរិកកាំងអង់គ្លេសបារាំងសេះឯណាក៏គេធ្វើដែរអូស្ត្រាលីអាល្លឺម៉ង់បង់ក្លាដេសឲ្យតែមានវត្តមានពុទ្ធសាសនាគឺគេតែងតែប្រារព្ធភូមាស្រីលង្កាក៏តែងតែធ្វើដូចគ្នាដូច្នេះយើងធ្វើខ្លួនយើងផងយើងត្រេកអរចំពោះពុទ្ធសាសនិកទូទៅលើពិភពលោកដែលគេកំពុងតែធ្វើដូចយើងដែរសូមអនុមោទនាហ្នឹងណាល្មមហែប្រតិបូជាទេប៉ុណ្ណឹងស្ដាយដៃទេប៉ុណ្ណឹងអត់ទេហ៎ចាប់ផ្ដើមអុយប្រតិបអញ្ចឹងសូមអនុមោទនា